ចាប់ផ្ដើមអនុញ្ញាតឲ្យខ្ញុំបាទគោរពជំរាបសួរដល់ពុកម៉ែបងប្អូនដែលមានវត្តមាននៅក្នុងបរិវេណ Icon Plaza ក្នុងសាធារណរដ្ឋយមមជ័យវិពេញចាក៏សូមជម្រាបសួរទៅដល់ពុកម៉ែបងប្អូនកាលពីម្សិលមិញពុកម៉ែបងប្អូនទាំងអស់គ្នាទទួលបាននៃទស្សនីយភាពមួយដែលល្អគឺទម្រង់ល្ខោនខោលផងដែរមានពុកម៉ែបងប្អូនដែលល្ងាចមិនបានអញ្ជើញមកទស្សនាអត់អូយពុកម៉ែបងប្អូនរវល់ទៅវត្តគេនេះចុំធំតំសែនហើយចាស់សលេងអ៊ីអនយើងតែបន្តសូមឲ្យពុកម៉ែបងប្អូនបានទស្សនានៅមួយទម្រង់បាទគឺទម្រង់ល្ខោនខោលហើយនៅក្នុងថ្ងៃនេះពុកម៉ែបងប្អូននឹងបានទស្សនានៅមួយទម្រង់ទៀតគឺទម្រង់ល្ខោនយីកេបាទចាខ្ញុំចង់ដឹងបងតើចង់និយាយថាតើអ្វីទៅជាល្ខោនយីកេបងដឹងទេដឹងសូមឲ្យពុកម៉ែបងប្អូនមកមើលបានដែរទស្សនីយភាពទេពុកម៉ែបងប្អូនក៏បានយល់ដឹងខ្លះអំពីទម្រង់ល្ខោនខោលផងដែរដូចនេះមុននឹងចូលទៅដល់ការសម្ដែងទម្រង់ល្ខោនយីកេក៏សូមឲ្យខ្ញុំបាទរៀបរាប់ទ្រុងអំពីទម្រង់មួយនេះជាមុនសិនល្ខោនយីកេជាទម្រង់ល្ខោនច្រៀងរាំបុរាណមួយបែបដែលមានប្រជាប្រិយភាពមួយនៅក្នុងប្រទេសកម្ពុជាកាលណាដែលតែនិយាយទៅដល់ទម្រង់ល្ខោនយីកេគេតែងតែនឹកឃើញភ្លាមទៅដល់ស្គរមួយប្រភេទដែលធ្វើដោយឈើលំឬថ្នោតដែលកាត់ជាកង់ខ្លីៗមានរង្វាស់មុខវិជ្ជមានធំជាងកម្រាស់ពាសតែមុខម្ខាងដោយស្បែកគោដែលគេកោសយ៉ាងស្អាតក្រាស់ឬស្ដើងទៅតាមទំហំស្គរតូចឬធំដែលចេញជាសមិទ្ធផលហៅថាស្គរយីកេនោះឯងស្គរយីកេគឺជាឧបករណ៍ចម្បងនៃទម្រង់ទស្សនីយភាពមួយនេះហើយមានចាប់ពី2ទៅដល់13ស្គរតាមទំហំតូចឬធំរបស់ក្រុមសម្ដែងនីមួយៗក្រៅពីស្គរយីកេក៏មានស្រឡៃនិងត្រអូមួយដែលជាឧបករណ៍សម្រាប់ថ្លឹងសម្លេងនិងឲ្យអ្នកច្រៀងមានការងាយស្រួលក្នុងការត្រាប់យកសម្លេងតាមផងដែរចានៅក្នុងទម្រង់ល្ខោនយីកេគេប្រើក្បាច់បាតទន់ភ្លន់ល្វត់ល្វៀនដែលមានក្បាច់បាតចេញពីរបាំហើយយើងសង្កេតមើលចលនានៃកាយវិការនានាយើងអាចចែកក្បាច់ល្ខោនយីកេទៅតាមកលៈទេសៈតូច4ខុសគ្នា1ក្បាច់បាតសម្រាប់រាំនៅក្នុងពិធីហោមរោ2ក្បាច់សម្រាប់ដំណើរពិសេសគឺចេញចូលឆាកដែលមានខុសគ្នានៃតួអង្គ3បាច់សម្រាប់បញ្ចូលចម្រៀងឬកាយវិការសម្រាប់តួរំលេចនៃទៅតាមមនោសញ្ចេតនាផ្សេងនិងកាយវិការសម្រាប់ពាក្យពោលនានាផងដែរ4ក្បាច់ច្បាប់ដែលមើលទៅហាក់ដូចជាមានប្រភពចេញពីក្បាច់គុនខ្មែរយីកេជាទម្រង់សិល្បៈមួយដែលទាមទារការច្រៀងរាំច្រើនជាងពាក្យពោលនិយាយនៅក្នុងទម្រង់យីកេមានចម្រៀងរហូតដល់85បទដែលបានធ្វើតាមសិក្សាស្រាវជ្រាវចងក្រងមកវិញដោយក្រសួងឃោសនាការអប់រំនិងវប្បធម៌ចិត្តសិល្បៈនៅក្នុងចំណោម85បទដែលគេចែកចេញជាទៅតាមសារៈសំខាន់ខុសគ្នាទៅតាមសាច់រឿងដូចជាបទសម្រាប់ខោមរោងបទប្រើសម្រាប់ដំណើរបទប្រើសម្រាប់ចែកចង់បទប្រើប្រាស់ក្នុងពេលកំសត់និងបទសម្រាប់រៀបរាប់រឿងជាដើមហើយនៅក្នុងការសម្ដែងទាំងសងមិនត្រូវតម្រូវការសម្លេងត្រអ៊ូអត្រហឹងអើយកងឬកាយវិការលោតឆ្ដោតលោតប្រមាប់ខ្លាំងទេផ្ទុយទៅវិញគឺទាមទារការស្ងប់ស្ងៀមនិងការទន់ភ្លន់ជាពិសេសទៀតទាមទារសិល្បករសម្ដែងដោយស្មោះត្រង់ស៊ីជម្រៅទៅលើតួអង្គជាការសម្ដែងសម្បកក្រែងខាងលើនេះបាទជាការរៀបរាប់ទ្រង់អំពីទម្រង់ល្ខោនយីកេរបស់ខ្មែរយើងសង្ឃឹមថាការរៀបរាប់ដើម្បីនេះនឹងអាចខ្លាយជាមុខធាតុបន្ថែមមកទៀតឲ្យពុកម៉ែបងប្អូនបានយល់ដឹងអំពីទម្រង់ល្ខោនយីកេរបស់ខ្មែរយើងចាបងរៀបរាប់ពីលើមកអត់ដឹងអីមែនទេចែកជូនពុកម៉ែគាត់បានជ្រាបថាអ្វីទៅជាល្ខោនយីកេមែនទេពុកម៉ែទាំងអស់បានយល់បានជ្រាបខ្លះហ៎ពុកម៉ែបងប្អូនទាំងអស់គ្នាហើយអញ្ចឹងពុកមិញបានទៅវត្តអត់បានទេបងពុកមិញថារៀបដាក់ម៉ោងរោទៅហើយផងថងមកបាក់មេរោតែម៉ោងហ៎ស្រាប់តែភ្លៀងមកមិនបន្តទៅទៀតហ៎បើនៅដាក់បិណ្ឌនេះបានមិនវត្តដែរបើអត់លាក់លៀមទេបងអត់បានមកវត្តទេណាដូនតាវាមកពីលើសពឆ្នាំមុនមកគូទ្វារណាបងណាមកគូទ្វារស្រស់មករស់មែនអត់ទេអត់មានសួរហ៎អត់សួរទេបាទគូទ្វារខ្ញុំអេទៀតអូខេបាទចាក់ទៅខាត់ទេយូរអីបាទពេលនេះបាទកុំឲ្យពុកម៉ែបងប្អូនទៅចាំយូរជាបន្តបាទសូមរីករាយទស្សនាជាមួយរឿងសូមជូនល្ខោនយីកេរឿងនាងកែវមុខសេះសូមពុកម៉ែបងប្អូនតាមទស្សនា
ទាំងអស់គ្នានោះតើតើសោះសំឡេងមួយមកណា